ទាំងអស់គ្នាថ្ងៃនេះសូមស្វាគមន៍មកកាន់កម្មវិធីរបស់លោកគ្រូអ៊ីងសុផាឡែតដែលនឹងបង្ហាញអំពីវិធីសាស្ត្រសម្រកទម្ងន់និងបញ្ចេញជាតិពុលតាមបែបធម្មជាតិដូច្នេះយើងមកទស្សនាវីដេអូបង្ហាញអំពីការអនុវត្តដូចតទៅជំហានដំបូងគឺយើងត្រូវមានតសក់ចំនួន2ផ្លែដែលគ្រាន់តែចិតវាជាចំណិតរួមជាមួយនឹងក្រូចឆ្មាពណ៌លឿងចំនួន1ផ្លែកន្លះឬក៏អាចប្រើជំនួសដោយក្រូចឆ្មាពណ៌បៃតងក៏បានដែរជាមួយនឹងជីអង្កាមចំនួន1ក្តាប់ទឹកចំនួន2លីត្រដោយគ្រាន់តែយើងចាក់វាចូលទៅក្នុងថូរបស់យើងប្រសិនបើយើងមិនមានថូប្រភេទនេះទេយើងអាចប្រើប្រាស់ថូប្រភេទផ្សេងដែលយើងអាចមាននៅក្នុងផ្ទះរបស់យើងចា៎បន្ទាប់ពីចាក់ទឹករួចយើងគ្រាន់តែដាក់បន្លែត្រសក់ដែលយើងបានចិតរួចរាល់ចូលទៅក្នុងថូទឹករបស់យើងចា៎ជាមួយនឹងក្រូចឆ្មាចំណិតដែលយើងបានចិតរួចរាល់និងជីអង្កាមកូរវាឲ្យសព្វរួចរក្សាទុករយៈពេល10ទៅ20នាទីមុនពេលទទួលទានចា៎អ្នកទាំងអស់គ្នាអាចទទួលទានទឹកនេះក្នុងមួយថ្ងៃ2លីត្រឬក៏អាចច្រើនជាងនេះតាមតែអាចធ្វើបានហើយក្នុងការរក្សាទុកគឺយើងអាចរក្សាទុកចំនួន2ថ្ងៃដោយគ្រាន់តែបន្ថែមទឹកចូលទៅក្នុងថូនេះជាការស្រេចចា៎នេះជាទឹកដែលយើងបានលាយរួចសូមអរគុណ